រឿងកំពូលពួតនៅក្នុងភូមិមួយមានគ្រួសារមួយដែលមានសមាជិក4នាក់ឪពុកឈ្មោះសំម្ដាយឈ្មោះសយកូនប្រុសឈ្មោះច័កនិងប្អូនស្រីពៅឈ្មោះចែនពួកគេទាំង4នាក់ជាមនុស្សពុកតែអ៊ុតប្រចាំភូមិគ្រួសាររបស់ពួកគេមានជីវភាពខ្វះខាតខាងណាស់គឺរកព្រឹកក្បាលល្ងាចព្រឹកល្ងាចខ្វះព្រឹកហើយប្រំបីនេះណែពុកទៅមើលស្រែរបស់យើងឃើញអាសក់គួរអាណិតខាងណាស់ស្រែជិត10ហិកតាវាស្ទុំតែឯងពុកឃើញអញ្ចឹងក៏ចាស់ទៅជួយស្ទុំវាមួយតបធំមួយណោះទៅហើយណាកូនវ៉ាវស្រែ10ហិកតាពុកច្រូតតែមួយព្រឹកនិយាយមែនទីក៏លេងនឹងពុកពិតមែនហើយពុកហើយពុកយកអីទៅច្រូតបានជីលឿនជាងម៉ាស៊ីនទៅទៀតគឺពុកយកដណ្ដៀវធម្មតាណាកូនប៉ុណ្ណឹងលើស្ទើរណាស់កាលពីកំឡោះពុកធ្វើស្រែ1ហិកតាបានរហូតដល់100តោនឯណោះហើយច្រូតតែម្នាក់ឯងទេធ្វើមិនឪវាស្រែ1ហិកតាណាបានដល់100តោនគេធ្វើបានតែ2ទៅ3តោនប៉ុណ្ណោះដូចជាអួតពេកទៀតដឹងពិតមែនហើយពុកប្រហែលជាបោកពួកយើងហើយគេធ្វើបានតែ1ហិកតា2ទៅ3តោនសោះហ្នឹងណាទឹកទៅពុកពិតជាពូកែណាពុកតែអីតែឪឯងម៉ែកាលពីកំមុំណាក៏មិនធម្មតាដែរម៉ែតែពីកំមុំនោះណាសម្រាប់ឡើងផោផងពូកែថែណាហើយបើនិយាយពីក្លិនវិញនឹងក្រអូបមានតែប្រុសចោមរោមហើយបើនិយាយអំពីប្រុសតាមស្រឡាញ់វិញណាកូនហើយច្រើនណាស់រាប់មិនអស់ទេសម្រស់ម៉ែពិតជាស្អាតធ្វើឲ្យរបេអន្ទឺដល់ថ្នាក់នេះផងប៉ុន្តែម៉ែហេតុអីបានជាម៉ែមកយកទៅវិញយេពិតមែនទេម៉ែវាប៉ុន្តែតាមតែខ្ញុំចាំពួកយើងជួបគ្នាពេលទៅចតត្រីនៅតំពាំងមួយពេលនោះមុខឯងប្រឡាក់ផកឡើងខ្វៅអួយហើយក៏បានសល់តែចៃទៀតចេះតែថាឲ្យឪវាខ្ញុំមិនណែតែទៅជាន់ត្រីណោះគ្រាន់តែខ្ញុំថាឃ្លានត្រីណោះគេជាតែសេះយកត្រីមកឲ្យខ្ញុំបាត់ទៅហើយបានហើយពុកម៉ែជប់ប្រកែកគ្នាទៅឥឡូវខ្ញុំទៅជាធ្នានបាយហើយហេវបាយអីកូនបើគ្មានអង្គមកក្របដាំបាយផងហាអន់កតដាំបាយទេម៉ែអញ្ចឹងតែងពុកហាពុកកែធ្វើស្រែណាបើទៅយើងអន់កតដាំបាយអញ្ចឹងពុកពិតជាពូកែធ្វើស្រែមែនប៉ុន្តែឥឡូវនេះវាអត់ស្រែធ្វើព្រោះអីយើងលក់អស់ទៅហើយចាំហើយអញ្ចឹងអត់បាយទៀតហើយអញ្ចឹងមិននឹកកូនទៅស្ទុចនេះបលែនមកហូបទេងាប់ហើយកូនហើយត្រីម្លែនធំឡងកូនឯងស្ទុះមិននឹងបានម៉ែគ្រាន់តែត្រីលលែនសោះឬអីដែលថាស្ទូចបានកូនណាកាលពីមុនណាស្ទូចបានរហូតដល់10ក្បែរណោះប៉ុន្តែធ្ងន់ពេកយកមកមិនរួចទៅទុកឲ្យឆ្កែស៊ីអស់ទៅអើស្ទូចបានហើយឲ្យឆ្កែស៊ីអស់ពុកឯនេះអត់អីស៊ីដដែលអីទេអញ្ចឹងទៅស្ទូចត្រីម្លែនទឹកមកពុករត់ផឹកកាហ្វេសិនហើយណែអាក្អូនណាដាក់កាហ្វេឲ្យពូមួយធុងមកនាំឲ្យអមពីនេះពីហូបកាហ្វេដាក់ធុងនោះគេដាក់កាតូចៗទេអូអូនឯងប្រហែលជាទឹមតែលក់ទេបានឈឹមដឹងនៅកាលសម័យអ៊ំណាគេហូបកាហ្វេដាក់តែធុងទេហើយមួយថ្ងៃអ៊ំហូបអស់4 5ធុងមិនណោះស្លាប់ហើយអ៊ំតាំងពីកើតមកខ្ញុំមិនដែលឮកន្លែងណាហូបកាហ្វេដាក់ធុងទេគេដាក់តែកែវប៉ុណ្ណឹងឯងហើយកន្លែងផ្សេងណាក៏ដូចតែគ្នាដែរគេហូបដាក់កែវតែប៉ុណ្ណឹងបើសិនជាគ្មានធុងដាក់ទេអញ្ចឹងដាក់កែវមកចឹងអើយអ្នកសនអើយឮថាកូនរបស់អ្នកសនឯងមានកញ្ជោសួរមែនទេហើយបានកូនប្រសាអ្នកណាចានេះកូនខ្ញុំណាទើបជ័យកញ្ជោស្ដីហើយកូនប្រសាខ្ញុំណាគឺកូនអ្នកអង្ញាស្លាប់ហើយនេះហើយទៅឲ្យអីកូនអ្នកអង្ញានោះនៃបើកូនខ្ញុំវិញណាគឺចាំតតែបរិជ្ជបុត្រជីសេសអណោបានខ្ញុំឲ្យតែឲ្យអីត្រឹមកូនអ្នកអង្ញានោះអូចំពោះខ្ញុំនេះណាមិនប្រាថ្នាអីខ្ពស់ពេកទេត្រឹមតែអ្នកធម្មតាក៏ខ្ញុំឲ្យដែរត្រឹមតែស្រឡាញ់កូនខ្ញុំស្មោះទៅបែនហើយអ្នកអីនេះហើយយកអាស្មោះនោះស៊ីកាទេអ្នកស្មោះនឹងស៊ីមិនកើទេអ្នកប៉ុន្តែខ្ញុំចង់ឃើញកូនខ្ញុំមានសុភមង្គលខ្ញុំចង់ឃើញកូនខ្ញុំកែហើយទៅភ្នែកទេចំណែកឯកូនស្រីខ្ញុំវិញណាសិតតែកូនមហាសេដ្ឋីមកតាមញ៉ែដល់ផ្ទះខ្ញុំមិនឲ្យកូនខ្ញុំយកផ្ទៃមើលផងស្នាប់ហើយអ្នកអើយហើយកូនមហាសេដ្ឋីហើយមិនពេញចិត្តទៀត
កូនខ្ញុំណាមិនសមនឹងមហាសេដ្ឋីកំពេកំប៉ុកទេគេសមតែនឹងបានរាជបុត្រនៅក្នុងវាំងឯណោះហើយតែណែម៉ាណែនោះសំឡាញ់ចង់ទៅផ្សារទៅរកទិញកំប៉ុកស្ពាយហ្នឹងណាងាប់ហើយឯងទៅទិញកំប៉ុកស្ពាយនៅផ្សារហើយគ្រាន់តែទៅទិញកំប៉ុកនៅផ្សារហ្នឹងវាថៃឯងវាគ្មានអីទេគ្រាន់តែរបស់នៅផ្សារហ្នឹងវាអន់ថោកបើគ្នាមិនដឹងទេយើងធ្វើអីទៅតាមសមត្ថភាពយើងមានលុយតិចយើងធ្វើទៅតាមសមត្ថភាពយើងប៉ុណ្ណឹងឯងយើងក៏មិនហ៊ានលោតហក់អីឲ្យហួតប្រំនៅខ្លួនឯងទេគ្មានលោតហក់ហួសសមត្ថភាពអីទេគ្រាន់តែរបស់ថោកពាក់ទៅចូលចំណោមគេមិនចោះយើងមិនចូលចិត្តទេហើយធ្វើមិនទេគ្នាហើយនឹងឯងវាមិនដូចគ្នាឲ្យតែស្ពាយបានដាក់លុយបានទៅវាបានហើយសំខាន់ឲ្យតែមានលុយដាក់តែប្រើកាបូបថ្លៃហើយរត់លុយដាក់គ្មានទេយើហើយឯងនេះចង់ឌៀមដែរមកយើងមែនយើងមិនបានឌៀមដែមទេយើងគ្រាន់តែនិយាយទៅតាមអ្វីដែលយើងទៅឃើញតែប៉ុណ្ណោះឥឡូវខ្ជិលនិយាយទៀតនេះយើងគិតថាយើងបញ្ញាប់ទៅផ្សារព្រោះរៀងថ្ងៃហើយអូខេទៅអញ្ចឹងសួស្តីបេក្ខជនទាំងអស់គ្នាការប្រកួតមានលក្ខខណ្ឌដូចតទៅនេះបេក្ខជនម្នាក់មានប្រាក់ចំនួន1សេនដែលប្រាក់ទាំងនោះបេក្ខជនត្រូវធ្វើយ៉ាងណារកទិញស្រូវឲ្យបានច្រើនបំផុតតែណាដែលបានស្រូវច្រើនជាងគេនឹងជាប់ក្នុងការប្រឡងនេះថាម៉េចប្រាក់តែ1សេនធ្វើម៉េចនឹងទិញស្រូវបានទៅគ្មានអ្វីទៅពិបាកទេចាំមើលខ្ញុំនឹងធ្វើឲ្យបានពូសឿនខ្ញុំមានការងារចង់សហការជាមួយនឹងពូខ្ញុំកំពុងតែប្រឡងជ្រើសរើសធ្វើជាកុំប្រសារបស់លោកសេដ្ឋីខ្ញុំមានប្រាក់1សេនដែលក្នុងការប្រឡងនោះគឺធ្វើយ៉ាងណាទិញស្រូវឲ្យបានច្រើនបំផុតខ្ញុំចង់ឲ្យពូលក់ស្រូវឲ្យខ្ញុំក្នុងចំនួនច្រើនបដូរជាមួយនឹងប្រាក់1សេននេះបើសិនជាខ្ញុំបានខ្លាយទៅជាកូនលោកសេដ្ឋីខ្ញុំនឹងទិញស្រូវរបស់ពូទាំងនេះក្នុងតម្លៃគុណ10តែពូត្រូវទៅដើរទិញស្រូវនៅក្នុងភូមិនេះឲ្យអស់តែយើងធ្វើមិននឹងជឿឯងបានទៅបែរជាមនុស្សប៉ុនអួតយ៉ាងនេះពូគ្មានជំរឿទេបើសិនជាពូមិនសហការជាមួយនឹងខ្ញុំនឹងស្ទើរសហការជាមួយអ្នកផ្សេងហើយពូនឹងមិនបានហោចំណេញច្រើនពីការលក់ស្រូវនេះទេបានយើងយល់ព្រមចោះជឿតាមឯងម្ដងចោះអ្នកកំឡោះខាងនេះហេតុអីបានជាឯងទិញស្រូវបានច្រើនម្ល៉េះតែឯងធ្វើដូចម្ដេចបានជាគេព្រមលក់ឲ្យឯងក្នុងតម្លៃថោកយ៉ាងនេះបាទលោកសេដ្ឋីខ្ញុំទិញស្រូវបានច្រើនដូច្នេះដោយសារតែខ្ញុំទៅសហការជាមួយនឹងឈ្មោះវិញដែលប្រមូលទិញស្រូវនៅក្នុងភូមិនេះឲ្យគេព្រមលក់ឲ្យក្នុងតម្លៃ1សេនចុះអ្នកកំណត់ខាងនោះហេតុអីបានជាទិញស្រូវបានតែ2ម៉ឺនបាទលោកសេដ្ឋីដោយសារតែស្រូវនៅក្នុងភូមិនេះត្រូវបានគេប្រមូលទិញអស់ទៅហើយស្រូវពី3នេះគឺយកមកពីផ្ទះរបស់ខ្ញុំទេខ្ញុំចង់យើងសូមប្រកាសអ្នកឈ្នះបានទៅលើអ្នកកំឡោះខ្ចប់ដែលបានប្រមូលទិញស្រូវបានច្រើនជាងគេដោយប្រាក់ចំនួនតែ1សេនប៉ុណ្ណោះ